ចូលមកដល់ឆ្នាំទី2ស្ថិតក្នុងបញ្ជីពណ៌សម្រាប់តួនៃឆ្នាំឆ្លូវមានលេខសំណាង4 3ដើមជំរាបសួរពុកម៉ែបងប្អូនចូលមកតាមដានរាសីនៅក្នុងចន្លោះពីថ្ងៃទី1ដល់ថ្ងៃទី15ខែ6ខែមិថុនាឆ្នាំ2026ទាំងអស់គ្នាឥឡូវនេះយើងចូលមកដល់តួនៃឆ្នាំឆ្លូវមានលេខសំណាង4 3ដើមក្នុងបញ្ជីពណ៌សម្រាប់មានកម្រិតលាបបង្ហូរចូល44%តួយ៉ាងទៅបរិសុទ្ធស្ត្រីអ្នកតួឆ្នាំឆ្លូវសំដីអាក្រក់មាត់ឆៅមាត់រហ័សប៉ុន្តែចិត្តល្អជាមនុស្សដែលអំណត់ប៉ុន្តែមានភាពទន់ជ្រាយនៅពីខាងក្រៅច្រើនត្បិតថាតួបរិសុទ្ធស្ត្រីឆ្នាំឆ្លូវជាមនុស្សដែលងាយណាឆាប់អន់ចិត្តឆាប់ទន់ចិត្តប៉ុន្តែមិនងាយបង្ហាញអត្តចរិតអស់នេះនៅមុខអ្នកដទៃទេអញ្ចឹងនេះគឺជាការព្យាករណ៍តួតារានិករឆ្នាំទាំង12ដួងនៅក្នុងខែថ្មីខែក្រោយចន្លោះខែទី1ដល់ខែទី15ខែមិថុនាឆ្នាំ2026ឆ្នាំទី2នេះគឺបរិសុទ្ធស្ត្រីកាត់ឆ្នាំឆ្លូវលេខសំណាង4 3ដើមស្ថិតក្នុងបញ្ជីពណ៌សម្រាប់ចុច share 4 ដងពងប្រាថ្នាអ្វីក៏សូមឲ្យបានសម្រេចមានកម្រិតលាបបង្ហូរចូល44%កម្រិតលាបបង្ហូរចូលនេះគឺរៀងរអាក់រអួលតែលាបនេះនឹងពិបាកចេញទៅវិញក្នុងមានការខាតទ្របខាតលាបទៅវិញកម្រិត69%យកមកថាលាបចូលត្រឹមតែ44%ទេប៉ុន្តែខាតលាបខាតទ្របឬក៏ខ្ចាត់ខ្ចាយទ្របទៅវិញកម្រិតដល់ទៅ69%នៅក្នុងចន្លោះខែថ្មីខែមិថុនាពីថ្ងៃទី1ដល់ថ្ងៃទី15ឆ្នាំ2026នេះអញ្ចឹងចូលប្រុងប្រយ័ត្នឲ្យបានខ្ពស់ណាចំពោះបុកម៉ែបងប្អូនអ្នកកាត់ឆ្នាំឆ្លូវលាបហូរចូលតិចណាស់តែកពប់លាបទៅវិញខ្ពស់មែនតើគ្រូពាក្យសម្ដីបរិសុទ្ធស្ត្រីអ្នកកាត់ឆ្នាំឆ្លូវចន្លោះថ្ងៃទី1ដល់ថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះមានគ្រូពាក្យសម្ដីកម្រិត69%ដែលគ្រូពាក្យសម្ដីនេះក៏ជាកត្តាដែលធ្វើឲ្យខាតទ្រប69%នឹងដែរអញ្ចឹងគ្រូពាក្យសម្ដីនេះសន្មតចូលទៅក្នុងបញ្ជីដើមពណ៌ខ្មៅអត់ពេញលក្ខណៈពណ៌ខ្មៅទាំងស្រុងទេប៉ុន្តែចូលទៅដើមលក្ខណៈនៃពណ៌ខ្មៅដើមពណ៌ខ្មៅគឺកម្រិតពាក្យសម្ដី69%ដែលគ្រូពាក្យសម្ដីនេះក៏អាចឲ្យអន្តរាយទ្រព្យនិងបង្ហាញឲ្យមានការបែកបាក់ឆ្លោះទាស់ទែមនុស្សជាទីស្រឡាញ់បែកបាក់សង្សារគូដណ្ដឹងមិត្តភក្តិម្នាក់ខ្លះឬមិត្តរួមការងារដែលកម្រិតនៃការបែកបាក់នេះគឺកម្រិត59%អញ្ចឹងការបែកបាក់នេះក៏បង្កឲ្យទៅជាមានការខាតលាបនឹងកម្រិត69%ផងដែរអញ្ចឹងពាក្យសម្ដីនឹងការបែកបាក់នេះប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតក្នុងនោះក៏មានការចាញ់បោកគេកម្រិត78%កម្រិត78%នេះមិនសំដៅទៅលើគេដតីទេណាការចាញ់បោកនេះសំបីតែមនុស្សជាទីស្រឡាញ់បងប្អូនមិត្តរួមការងារក៏ត្រូវតែប្រយ័ត្នអត់ប្រយ័ត្នទេនឹងចាញ់បោកគេដូចគ្នាផងដែរអញ្ចឹងប្រយ័ត្នប្រយែងបានខ្ពស់ជាទីបំផុតកម្រិតនៃជំងឺបរិសុទ្ធស្ត្រីអ្នកកាត់ឆ្នាំឆ្លូវមានកម្រិតនៃជំងឺ64%ដែលកម្រិតនៃជំងឺនេះក៏បង្កឲ្យមានការខាតលាបផងដែរដូច្នោះគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតផ្នែកខាងសុខភាពបរិសុទ្ធឈឺពីបំពង់កចុះមកត្រឹមចង្កេះរីឯស្ត្រីឈឺពីផ្លូវដង្ហើមឡើងទៅក្បាលវិញណានេះគឺផ្នែកខាងជំងឺគ្រោះតាមដងវិថីផ្លូវកោងផ្លូវបាត់ផ្លូវឆ្ងាយផ្លូវយប់ផ្លូវទឹកផ្លូវព្រៃឬក៏គ្រោះក្នុងបន្ទប់ទឹកតាមចន្ទាតាមទ្វារកម្រិត54%បង្កឲ្យមានរបួសស្នាមតិចតួចឬក៏ខូចខាតទ្រព្យតិចតួចគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ដូចគ្នាផងដែរជនទី3នេះក៏គួរប្រុងប្រយ័ត្នដែរដោយសារតែជនទី3នេះហើយទើបធ្វើឲ្យមានចំនួនរឿងតូចតែជនទី3វាខំប្រឹងបំផង់ឲ្យកាច់ជារឿងធំបានដែលជនទី3នេះបង្កឲ្យមានចំនួនឆ្លោះតតែងបាច់បាក់កម្រិត46%ដូច្នោះស្រីចូលប្រុងប្រយ័ត្នភេទស្រីប្រុសចូលប្រុងប្រយ័ត្នភេទប្រុសដូចគ្នាណាក៏ទិសដែលគួរប្រុងប្រយ័ត្នគឺទិសខាងលិចមិនថាធ្វើដំណើរទៅរកស៊ីទិសខាងលិចក្តីឬក៏មនុស្សមករកស៊ីជាមួយយើងមកទិសខាងលិចក្តីគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតពណ៌ដែលកាត់បន្ថយនៃការប្រើមានតែពណ៌មួយទេគឺពណ៌ខ្មៅនេះគួរកាត់បន្ថយនៃការប្រើបានខ្ពស់ជាទីបំផុតនេះគឺជាការព្យាករណ៍ជើងលេខឆ្នាំឆ្លូវលេខសំណាង4 3ដើមស្ថិតក្នុងបញ្ជីពណ៌សម្រិតកម្រិតលាបបង្ហូរចូល44%ខាតលាប69%គ្រូពាក្យសម្ដី69%អញ្ចឹងតួឆ្នាំឆ្លូវបរិសុទ្ធស្ត្រីតួយ៉ាងទៅកុំភ្លេចធ្វើនៅរឿង3ប្រការនេះប្រការទី1បើមានម្ដាយឪពុកឧស្សាហ៍ជូនម្ហូបអាហារម្ដាយឪពុកបើនៅចិត្តហើយស្រង់ទឹកគាត់ក្នុងប្រការទី1ដូចគ្នាបរិយាឆ្ងាយឧស្សាហ៍ជូនបច្ច័យម្ដាយឪពុកប្រការទី2ឧស្សាហ៍ដាក់បាតដល់ព្រះសង្ឃបូជាផ្កាដល់ព្រះសម្មាសម្ពុទ្ធប្រការទី3សមាធិនិងថ្វាយបង្គំព្រះមុនពេលចេញទៅរកស៊ីនិងមុនពេលចូលដំណេក3ប្រការនេះជួយកែខៃពីគ្រូឲ្យមកជាលៀបបានអញ្ចឹងនេះគឺជាការព្យាករណ៍តួឆ្នាំទាំង12ដួងគឺចូលមកដល់ឆ្នាំទី2ហើយគឺឆ្នាំឆ្លូវ
ជាចុងក្រោយជូនពរពុកម៉ែបងប្អូនសំណាងល្អគ្រប់គ្នាផុតពីគ្រោះភ័យបើជួបគ្រោះឲ្យគ្រោះទាំងឡាយនោះប្រែមកជារឿងល្អនៅក្នុងជីវិតដរាបតទៅសូមអនុមោទនាហើយក៏សូមជម្រាបលា